ថ្ងៃនេះនាំប្រពន្ធមកស្រុកកំណើតនៅខេត្តត្បូងឃ្មុំព្រះអាជីស្រុកក្រូចឆ្មានេះបងប្អូនគាត់ដាំឈូកនេះអូមានផ្កាឈូកច្រើនណាផ្កាឈូកហើយនឹងផ្លែឈូកមិនដែលឃើញអីច្រើននៅថ្នាក់នេះទេបងប្អូនអើយអូនេះ4 10ហត្តាមិនដឹងជាគេដាំឈូកយុទ្ធនាเนาะយើងធ្លាប់តែឃើញផ្កាឈូករស់តាមបឹងតាមស្រែនៅខេត្តសៀមរាបនេះថ្ងៃនេះទៅខេត្តបាត់អីទៅខេត្តត្បូងឃ្មុំនេះអូនិយាយពីឃើញសិតតែផ្កាឈូកដើមឈូកណាធម្មតាស្រុកនេះណាគេធ្វើស្រែគេធ្វើស្រែជួស្រែធ្វើស្រូវហើយយកទៅលក់ណាយកទៅលក់តែឥឡូវនេះមិនដឹងជាកើតអីទេបងប្អូនណាភាគច្រើនទៅស្រុកនេះគាត់ឈប់ធ្វើស្រែធ្វើស្រូវអាចខ្ញុំនេះក៏បានទៅសួរគាត់ណាបងប្រុសនេះថាបងអើយហេតុអីបានមិនធ្វើស្រែធ្វើស្រូវនេះមកដាំឈូកពេញវាលពេញកាលហើយយកផ្កាឈូកទៅណាពីណាគេស៊ីផ្កាឈូកណាអូគាត់ក៏ប្រាប់ថាអូយបងអូនហើយអាចស្រូវឥឡូវនេះវាបានថោកណា1គីឡូនេះតែប្រមាណទេ1គីឡូ700-800រៀលណាតែដាំឈូកនេះបងអូនឯងដឹងទេបានថ្លៃណា1គីឡូ5-6,000ខ្លះបាន8,000នៅទីផ្សារល្អណោះនាំទៅប្រទេសក្រៅគេថានាំទៅប្រទេសណាទេប្រទេសយួននិងប្រទេសចិនហ្នឹងចាំបានណាក៏នាំគ្នាដាំឈូកហើយយើងនេះមកលេងនេះមកឃើញអូនេះដាំឈូកយកដាំទៅគេលក់យ៉ាងម៉េចទៅគេលក់ណាដឹងអត់គេលក់ឈូកណាគេមិនលក់អាស្រស់ហ្នឹងទេអាស្រស់នឹងគេទុកស៊ីបន្តិចតួចលក់មិនសូវបានថ្លៃទេណាដល់ពេលវាទុំហើយណាវាក្របខ្មៅហើយបានគេយកទៅលក់ណាចាំមើលបានមានឱកាសចាំមើលថតឲ្យបងប្អូនមើលណាពេលវាទុំខ្មៅហើយហ្នឹងបានគេយកទៅលក់ហើយគេយកទៅលីងនេះតូចនេះគេញ៉ាំគេស៊ីបានអានោះវានៅខ្ចីណាមិនសូវល្វែងទេតែវាទុំហើយនេះខំមិនបាក់ទេណាខំមិនបែកទេមិនស្រួលបាក់ថ្មិញបែកថ្មិញយ៉ាង